អូខេសួស្តីបងតោះថ្ងៃនេះខ្ញុំមកធ្វើការដូរថ្មក៏ដូចជា restore នេះមកវិញដោយសារវាខូចថ្មបើអត់ចេញទេអញ្ចឹងយើងដូរថ្មវាសាកមើលដោយប្រើប្រាស់ជាមួយនឹងថ្មគ្រាប់ដាក់ជាមួយនឹងថ្មគ្រាប់ថ្ម18.650នេះប្រភេទថ្មសន្លឹកមាន2ប្រទេសឲ្យជាប់គ្នាអញ្ចឹងយើងប្រើជាមួយនឹងថ្មគ្រាប់ម្ដងថ្មគ្រាប់នេះដាក់ទៅគុណភាពវាបានយូរជាងថ្មសន្លឹកហើយវាអត់ចេះប៉ោកទេអញ្ចឹងគឺវាអាចប្រើបានយូរជាងហើយវាកាន់មកបងនេះមកគ្រាប់វា2700 mA ដែរមកគ្រាប់អញ្ចឹងយើងដាក់វាសាកមើលវាបានប៉ុណ្ណាដោះឥឡូវមុននឹងយើងកັບថ្មយើងមកធ្វើការដោះមើលថ្មវាសិនដោះមើលថ្មសិនអញ្ចឹងរបៀបដោះងាយៗទេបងរបៀបដោះយើងមើលកន្លែងខាងក្រោមនេះគាស់វាមកប៉ុន្តែឃើញលុយបាត់ហើយអញ្ចឹងយើងមកមើលខ្ចៅមួយជុំនេះគឺយើងត្រូវដោះខ្ចៅនឹងចេញមកអញ្ចឹងយើងដោះខ្ចៅអស់ហើយយើងចាប់លើកមកនេះបងអញ្ចឹងយើងរក្សាខ្ចៅនៅរាងកដដែលហើយយើងការពារកុំឲ្យបាត់ខ្ចៅប្រភេទ JBL គឺយើងត្រូវប្រយ័ត្នតិចដោយសារជ័រវាទាំងអស់នេះគឺស្រួយគ្រប់ JBL ទាំងអស់ជ័រវាស្រួយរៀងពិបាកអញ្ចឹងយើងរៀងប្រយ័ត្នវាតិចហើយយើងបើកក្រឡប់វាមកបើកក្រឡប់មុខអញ្ចឹងថ្មវានៅមួយជួរនេះបងនេះជាប្រភេទថ្មសន្លឹកមិនមែនជាប្រភេទថ្មគ្រាប់ទេយើងចាប់ទាញវាឡើងមកចឹងនៅពេលដែលយើងទាញវាមកយើងមើលនៅខាងនេះបងយើងមើលនៅខាងកន្លែងខ្ចៅខាងនេះខាងហ្នឹងយើងត្រូវដោះ overlay នេះមកគ្របដោះវាចេញមកគ្របដើម្បីដកជើងថ្មអញ្ចឹងការដោះគឺត្រូវតែប្រយ័ត្នបងមិនចង់ទេលើសលុយឯងតែធ្លាយ overlay គេលើសលុយយើងចាប់លើកវាមកអញ្ចឹងយើងដោះ overlay ចេញមិនដោះក៏បានដោះក៏បានអញ្ចឹងយើងឃើញ snap នៅខាងក្នុងនេះបង snap នៅក្នុងគឺជា snap ជើងថ្មអញ្ចឹងយើងចាប់ដកវាមកអញ្ចឹងថ្មយើងគឺដកមកបានជោគជ័យហើយនេះយើងទុកវាចោលម្ដងទៅដើម្បីយើងយកគាស់យក BMS វាយកមកប្រើការឡើងវិញព្រោះថ្មនេះវាខូចឯងអញ្ចឹងយើងមកមើល volt tension របស់វានេះអានេះវាស៊ីភ្លើង 8.4 volt វាស្មើនឹង 2S បើយើងបូកថ្មនេះចូលគ្នាបានថ្មនេះមកក្រោបវា 3.7 volt អញ្ចឹងយើងបូកចូលគ្នាទៅស្មើនឹង 2S យើងរៀបតាមទម្រង់ចាស់វាវិញអញ្ចឹងដំបូងយើងបកយក BMS វាយកមកប្រើអញ្ចឹងថ្មនេះគឺវាទៅឥណ្ឌាបានសម្រាប់យើងកាត់យកតែ BMS វាមកដើម្បីយកមកប្រើការឡើងវិញព្រោះ BMS វាអត់ខូចទេព្រោះហ្នឹងវាខូចតែថ្មសន្លឹកនេះគឺវាឆាប់ខូចមែនទែនវាប៉ោងហើយវាចូលខ្យល់ហើយខូចជាងស៊ីលុយណាស់អូខេអញ្ចឹងថ្មនេះគឺកវត្តចោលឡើងប្រើហើយយើងយកតែ BMS វាទេមកប្រើវិញBMS របស់វា 2S ឥឡូវយើងមកធ្វើការកាប់ថ្មអញ្ចឹងយើងមានថ្មយើង4គ្រាប់ដើម្បីដាក់ឲ្យប៉ាន់ថ្មចាស់គឺយើងប្រើ4គ្រាប់អញ្ចឹងយើងកាប់ចឹងដើម្បីបង្កើតថ្មយ៉ាងតនាការយើងតេស្តមើលវា 3.6 គេ 3.6 អញ្ចឹងថ្មនេះគឺតនាការទាំងអស់យើងឥឡូវយើងចាប់ផ្ដើមដាក់កាប់វាអញ្ចឹងយើងកាប់4បញ្ចូលគ្នា2បូក2ដកនេះយើងត្រូវប្រើស្កុតបិទក្បាលថ្មដើម្បីកុំឲ្យថ្មវាប៉ះបូកដកអូខេអញ្ចឹងយើងកាប់វាមក
អញ្ចឹងអានេះយើងកប់4ភ្ជាប់គ្នាហើយគឺយើងធ្វើការយើងកប់បន្ថែមទៀតបងកប់បូកនឹងបូកដកនឹងដកភ្ជាប់គ្នាមកហើយយើងលាតវាចេះលាតវាចឹងមកវាដូចថ្មស៊ីនហើយវាវែងដូចគ្នាឥឡូវខ្ញុំកប់ពីរនេះបញ្ចូលគ្នាអញ្ចឹងបន្ទាប់ពីយើងកប់ថ្មហើយអស់យើងមកធ្វើ BMS វាម្ដងអញ្ចឹង BMS វាមានជើង BM នេះបងមានជើងBM B បូក B ដកអញ្ចឹងយើងភ្ជាប់ BM ពីរនេះពីរសរសៃនេះភ្ជាប់មកកណ្ដាលនេះបងភ្ជាប់មកជើងកណ្ដាលហ្នឹងបន្តមកទៀត B បូកគឺយើងភ្ជាប់មកជើងខាងបូកហើយ B ដកគឺយើងភ្ជាប់មកជើងខាងដកអញ្ចឹងឥឡូវយើងភ្ជាប់ទាំងគ្នាតោះនេះបងយើងចង់យើងភ្ជាប់ហើយអញ្ចឹងចុងក្រោយពីរនេះគឺ BM ភ្ជាប់មកជើងកណ្ដាល B បូកមកខាងបូក B ដកមកខាងដកអញ្ចឹងយើងភ្ជាប់ទៅប៉ុណ្ណឹងយើងរៀបចំរុំស្កុតវាឲ្យស្រួលទៅយើងដាក់ចូលធុងវិញបានហើយតើបងអញ្ចឹងថ្មបន្ទាប់ពីយើងរៀបចំហើយគឺយើងបានថ្មប៉ុណ្ណឹងឥឡូវយើងរៀបចូលវិញអញ្ចឹងបន្ទាប់ពីយើងដាក់ថ្មចូលរួចយើងធ្វើការចាប់ខ្សែចូលវិញអញ្ចឹងយើងមើលខាងបូកដកឲ្យត្រូវដាក់ខុសសលេងអត់ព្រោះទេបងនេះយើងដោតដូចខ្សែវាចូលវិញទៅអូខេអញ្ចឹងថ្មយើងគឺដាក់ហើយយើងកុំតន់ចាប់ក្របគឺយើងបើកតេស្តវាមើលសិន